បរិសម្នាក់ឈ្មោះ Purwadi Wahyudi អាយុ40ឆ្នាំត្រូវបានសមត្ថកិច្ចឥណ្ឌូនេស៊ីចាប់ខ្លួនពីបទសង្ស័យសម្លាប់ម្ដាយក្មេកដោយសារតែមានការប្រកាន់និងមិនទទួលបានការគោរពជនសង្ស័យរូបនេះត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តឃាតកម្មដោយមានគម្រោងទុកជាមុនដោយសារតែមានចំនួនក្នុងគ្រួសារយោងតាមរបាយការណ៍របស់ប៉ូលីសលោក Purwadi បានទិញសាច់មាន់ចិញ្ច្រាំរួចលាយជាមួយនឹងថ្នាំពោលកណ្ដុរបន្ទាប់មកគាត់បានយកទៅទុកនៅផ្ទះរបស់ម្ដាយក្មេកជនសង្ស័យក៏បានព្យាយាមចោទប្រកាន់បងថ្លៃស្រីរបស់គាត់ថាជាអ្នករកឃើញសាកសពស្ត្រីជនរងគ្រោះអាយុ57ឆ្នាំដែលដេកស្លាប់នៅក្នុងស្ថានភាពក្អួតចង្អោរពេញផ្ទះស្ត្រីរងគ្រោះឈ្មោះ Aminah ត្រូវបានបញ្ចុះតាមប្រពៃណីប៉ុន្តែក្រុមគ្រួសារមានការសង្ស័យហើយបានតាក់ទងទៅសមត្ថកិច្ចកូនស្រីរបស់ជនរងគ្រោះបានប្រាប់អ្នកស៊ើបអង្កេតថានាងបានឃើញម្ដាយរបស់នាងទទួលទានសាតេមាន់ពីមនុស្សមិនស្គាល់មុខហើយនាងបានពុំមានម្ដាយកុំឲ្យញ៉ាំអ្នកជិតខាងក៏បានរាយការណ៍ថាពួកគេបានឃើញមាន់ងាប់នៅជិតផ្ទះជនរងគ្រោះផ្អែកលើភស្តុតាងទាំងនេះអាជ្ញាធរបានសម្រេចចិត្តគាស់សាកសពមកធ្វើកោសលវិច័យដែលជាលទ្ធផលបានរកឃើញសារធាតុគីមីពុលនៅក្នុងសរីរាង្គសំខាន់ៗបច្ចុប្បន្នលោក Purwadi ត្រូវបានឃុំខ្លួនជាជនសង្ស័យប៉ុន្តែមិនទាន់មានការចោទប្រកាន់ជាផ្លូវការទេតាមច្បាប់ឥណ្ឌូនេស៊ីជនប្រព្រឹត្តបទល្មើសឃាតកម្មគិតទុកជាមុននឹងប្រឈមនឹងទោសប្រហារជីវិតឬជាប់ពន្ធនាគារយ៉ាងតិច20ឆ្នាំ